បុកម្ទេសសាល់ម៉ុនអ្នកគ្នាមួយចាននេះគឺថាហល់ខ្លាំងមែនតើណាប៉ះដៃខ្លោចដៃគឺប៉ះជើងខ្លោចជើងហើយវគ្គនេះនិយាយទៅម្ទេសគឺថាច្រើនខ្លាំងមែនតើអ្នកគ្នាអាចមើលតាមវីដេអូនេះទៅចង់ដឹងថាខ្ញុំដាក់ម្ទេសទាំងអស់ហ្នឹងប្រមាណគ្រាប់អាចរាប់តាមគួរសមបានហើយឥឡូវនេះគឺខ្ញុំមានសាល់ម៉ុនចំនួន2ប្រអប់នេះអ្នកគ្នាដែលបានទិញពីលាក់គេមកហ្នឹងគឺយើងយកវាទៅលាងសម្អាតទៅហើយសាល់ម៉ុនរបស់យើង2ប្រអប់នេះគឺថាពេញមួយចានបឹបតែម្ដងយើងលាងសម្អាតវាឲ្យស្អាតទៅយើងយកវាហ្នឹងយកមកកាត់ជាដុំចេះដើម្បីដែលថាយើងស្រួលរុំជាមួយនឹងឆៃថាវហើយជាមួយនឹងការ៉ុតរបស់យើងដែរអ្នកគ្នាយើងរុំវានៅក្នុងចានជាដុំមួយទៅហើយស្រួលយើងចាក់ទឹកសោះចូលមកគឺថាមើលទៅតំណងញ៉ាំខ្លាំងមែនតើនេះជាម្ទេសក្រៀមដែលខ្ញុំយកមកឆាហើយម្ទេសក្រៀមនេះអ្នកគ្នាអាចមើលបានទៅចង់ដឹងថាវាប្រមាណគ្រាប់អញ្ចឹងអាចរាប់បាននិយាយទៅខ្ញុំអត់ដឹងថាវាប្រមាណគ្រាប់ប៉ុន្តែដឹងតែចំនួនច្រើនអញ្ចឹងណាហើយម្ទេសក្រៀមនេះគឺថាវាហិលជាងអាម្ទេសស្រស់ថែមទៀតអ្នកគ្នាអញ្ចឹងទៅយើងយកវាមកបុកអញ្ចឹងទៅហើយយើងដាក់ជាមួយនឹងទឹកប្រហុកទឹកអំពិលមានទឹកត្រីយើងដាក់ស្ករសបន្តិចមកហើយមានជាមួយនឹងស្ករត្នោតហើយចុងក្រោយយើងច្របាច់ក្រូចឆ្មាមកគឺជាការស្រេចឯអ្នកគ្នាគ្រាន់តែកូរច្បល់ប៉ុណ្ណេះមកអ្នកគ្នាមើលទៅថាសុទ្ធតែម្ទេសហ្មងអ្នកគ្នានិយាយទៅវាល្មួតល្អហ្មងវាអត់មានដែលថារាវអីណាអញ្ចឹងទៅគឺថាទៅធ្វើឲ្យទឹកជ្រលក់មួយចាននេះថាហល់ខ្លាំងមែនតើអ្នកគ្នាឥឡូវនេះយើងចាប់ផ្ដើមរុំឲ្យជាមួយនឹងសាល់ម៉ុនរបស់យើងជាមួយនឹងការ៉ុតហើយនឹងឆៃថាវនៅពីខាងក្នុងដែរអញ្ចឹងណាហើយពេលដែលយើងរុំហើយអញ្ចឹងទៅយើងចាប់ផ្ដើមចាក់ទឹកសោះរបស់យើងចូលមកហើយនិយាយពីថាទឹកជ្រលក់របស់យើងក្រហមល្អខ្លាំងមែនតើអ្នកគ្នាវាក្រហមទៅជាចង់ខ្មៅអញ្ចឹងព្រោះដោយសារតែវាសិតតកាក់ម្ទេសហ្មងអ្នកគ្នាវាអត់មានអីដែលថាច្រឡេះច្រឡោះណាគឺសិតតែម្ទេសហើយបន្លែដែលខ្ញុំញ៉ាំជាមួយនឹងគឺមានជាមួយស្ពៃបូកូហើយនឹងម្ទេសដែរគាត់ថាដាក់ចូលមាត់មួយម៉ាត់ជាប់កាក់ម្ទេសបែបនេះហើយអ្នកគ្នាវាថាពីរសជាតិវាថាវាហិលហ្មងអ្នកគ្នាវាថាអត់មានដែលថារសជាតិសាល់ម៉ុននេះក្នុងមាត់ទេណាវាចាប់សិតតែរសជាតិម្ទេសនៅក្នុងពេញដាតខ្ញុំតែម្ដងអ្នកគ្នាប៉ុន្តែរសជាតិនេះគឺខ្ញុំចូលចិត្តញ៉ាំព្រោះដោយសារតែយើងចូលចិត្តញ៉ាំហិលដែរអញ្ចឹងប៉ុណ្ណឹងគឺថាមិនមានបញ្ហាអីទេហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំដាក់ជាមួយនឹងម្ទេសមួយម៉ាត់ដែរអ្នកគ្នាវាថាជាតិខ្លាំងមែនតើណានិយាយទៅបុកម្ទេសក្រៀមផងម្ទេសស្រស់ផងនិយាយថាមិនបាច់ថារត់ទៅណារួចទេអ្នកគ្នាបើថាតែម្ទេសហ្នឹងប៉ះដៃគឺថាខ្លោចដៃប៉ះជើងគឺថាពងជើងតែម្ដងអ្នកគ្នាមើលនៅក្នុងម្ទេសនៅក្នុងចាននេះទៅគឺថាសុខសាយស្តែម្ទេសឡើងកពុកណាកពុកណៃតែម្ដងគឺថានិយាយពីរសជាតិវិញគឺថាបើថាបាញ់ភ្លើងចេញបានគឺថាបាញ់ទៀតអ្នកគ្នាប៉ុន្តែរសជាតិឆ្ងាញ់និយាយទៅអារម្មណ៍ដែលចូលចិត្តញ៉ាំហិលគឺថាប៉ុណ្ណឹងគឺថាក្តីសុខខ្លាំងមែនតើអ្នកគ្នាហើយគឺថារសជាតិដិតល្អមែនតើណាហើយសម្រាប់វីដេអូនេះខ្ញុំព្យាយាមញ៉ាំឲ្យបានវែងញ៉ាំឲ្យបានយូរហើយព្យាយាមកុំកាត់វាដេកដាច់ឬក៏កណិតកណុលខ្លាំងពេកដោយសារតែកុំឲ្យអ្នកគ្នាគិតថាខ្ញុំនឹងញ៉ាំបន្លំឬក៏ញ៉ាំដែលថាហិលពេកញ៉ាំពិបាកញ៉ាំអញ្ចឹងគឺថាអត់មានទេអ្នកគ្នាអានេះគឺខ្ញុំថាដាក់ញ៉ាំឲ្យវែងអ្នកគ្នាមើលថាមកពេញចិត្តតែម្ដងហើយបើថាសម្រាប់ខ្ញុំវិញបុកម្ទេសសាល់ម៉ុននេះខ្ញុំចូលចិត្តញ៉ាំខ្លាំងហ្មងអ្នកគ្នាបើថាជាប្រភេទបុកហ្នឹងគឺខ្ញុំអត់ចូលចិត្តដាក់បន្លែដែរញ៉ៃនៅក្នុងហ្នឹងច្រើនទេបើថារសជាតិដែលខ្ញុំចូលចិត្តញ៉ាំខ្លាំងជាងគេហ្នឹងគ្នាអ្នកគ្នាគឺអាបុកម្ទេសហ្នឹងណាដែលថាវាអត់មានបន្លែនៅក្នុងហ្នឹងញ៉ៃគឺថាយើងបុកម្ទេសសុទ្ធដាក់តែគ្រឿងប្រមាណមុខដែលចូលឲ្យវាមានជាតិទៅគឺជាការស្រាប់ទៅសម្រាប់ខ្ញុំប៉ុណ្ណឹងហើយអ្នកដែលចូលចិត្តញ៉ាំម្ទេសឬក៏ញ៉ាំហិលដូចខ្ញុំហ្នឹងគាត់មើលវីដេអូនេះប្រកាសថាលេបទឹកមាត់អឺហើយសម្រាប់អ៊ំពូមីងពុកម៉ែបងប្អូនដែលកំពុងមើលដែរហ្នឹងគាត់ថាងាប់ហើយម្ទេសយ៉ាងហ្នឹងហើយញ៉ាំកើតដែរអីកាពះទទួលស្គាល់អត់បើថាសម្រាប់ខ្ញុំវិញអ្នកខ្ញុំចូលចិត្តញ៉ាំហិលអត់ដឹងថាមិនចេះបើថាម្ទេសដាក់កាន់តែច្រើនគឺកាន់តែចូលចិត្តតែម្ដងហើយបើថាកាពះខ្ញុំវិញវាលែងទទួលស្គាល់ខ្ញុំហ្មងវាថាហាមខាត់លែងស្ដាប់ហាមលែងទៅអីចឹងទៅប្រឡែងទៅតែម្ដងទៅវាថាវាកាន់តែញ៉ាំម្ទេសច្រើនវាកាន់តែឆ្ងាញ់អញ្ចឹងអ្នកគ្នារសជាតិវាថាចាប់មាត់ជីបតែម្ដងអញ្ចឹងអ្នកគ្នាហើយអ្នកគ្នាមើលវីដេអូនេះដឹងតែថាខ្ញុំហ្នឹងញ៉ាំម្ទេសអាស្រស់នៅខាងក្រៅហ្នឹងបានប្រមាណគ្រាប់អត់ខ្ញុំអត់ដឹងថាខ្ញុំញ៉ាំប្រមាណគ្រាប់ទេណាបើថាដឹងថាខ្ញុំញ៉ាំម្ទេសស្រស់ហ្នឹងបាននៅខាងក្រៅហ្នឹងបានប្រមាណគ្រាប់ទៀតចាំជួយរាប់ឲ្យខ្ញុំផងព្រោះតែថាញ៉ាំហិលខ្លាំងពេកអញ្ចឹងទៅមាត់យើងវាចេះតែជក់ទៅញ៉ាំអត់មានមាត់មានកបើថាមានគ្នាមកញ៉ាំជាមួយខ្ញុំថែមទៀតគឺដឹងតែញ៉ាំអត់ឈ្នះខ្ញុំហ្នឹងព្រោះថាពេលដែលខ្ញុំញ៉ាំហិលអញ្ចឹងទៅគឺមាត់ខ្ញុំហ្នឹងគឺបាត់មាត់បាត់កអ្នកគ្នាព្រោះថាដៃនឹងចង្កឹះវិញហ្នឹងគឺថាបុកញាត់យកហ្មងមិនដឹងថាដាច់បាយតាំងពីពេលណាវាថាឲ្យតែបានរបស់ហិលញ៉ាំគឺដឹងតែជក់មាត់តែម្ដងហើយអ្នកនេះចង់ដឹងថាមួយចាននេះខ្ញុំញ៉ាំអស់អត់ចឹងរងចាំមើលតែបន្តិចទៀតទៅចង់ដឹងថាអស់ឬក៏មិនអស់អញ្ចឹងណាឥឡូវកំពុងតែដាក់បន្តទៀតឯអ្នកគ្នាមានជាមួយនឹងឆៃថាវហើយនឹងការ៉ុតអីហ្នឹងការ៉ុតញ៉ាំអស់បាត់ហើយនៅសល់តែឆៃថាវមិនបន្តិចទេហើយសម្រាប់ដុំសាម៉ុននេះគឺជាដុំសាម៉ុនទី2បន្ទាប់ទី1ចុងក្រោយហ្នឹងទៅគឺអស់ល្មមវិញអ្នកគ្នានិយាយទៅក៏កំពុងតែថាខំប្រឹងញ៉ាំបើថាឆាប់អស់អញ្ចឹងណាអ្នកគ្នាហើយនិយាយទៅអានេះគឺខ្ញុំបន្ថែមម្ទេសញ៉ាំនៅខាងក្រៅទៀតអ្នកគ្នាម្ទេសស្រស់មិនដឹងថាម្ទេសអស់ប្រមាណគ្រាប់ទេអត់បានរាប់ទេអ្នកគ្នាជួយដឹងថាអស់ប្រមាណគ្រាប់ចាំរាប់ឲ្យខ្ញុំផងណានិយាយទៅថារសជាតិវាថាចាប់គ្នាខ្លាំងមែនតើហើយបើថានៅសល់អាទឹកសុះរបស់វាថែមទៀតហ្នឹងគឺខ្ញុំអត់ចោលទេអ្នកគ្នាដាក់ទូទឹកកករៀងតិចស្អែកឡើងគឺដាក់ប្រខែមបកាឬក៏បន្ថែមសាម៉ុនបន្ថែមទុកញ៉ាំទៀតអ្នកគ្នាបានទុកញ៉ាំថែមទៀតនិយាយទៅអត់ខាតទេនេះអ្នកគ្នាអញ្ចឹងទៅគឺថាអស់ល្មមតែម្ដងអូនិយាយថាហល់វិញគឺថាហល់កាហាយតែម្ដងអ្នកគ្នានេះវាថាបានញ៉ាំដូចតែចេះហ្នឹងគឺថារហពេតតែម្ដងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយ